សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដោយទទួលការអនុវត្តណែនាំពីរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងយុទ្ធនាការពន្លកបៃតងរបស់ឯកឧត្តមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី5ខែមីនាឆ្នាំ2026សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដោយទទួលការអនុវត្តណែនាំដោយរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយអាយដាមឃុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទឹកដីភ្លើងខ្យល់មូលដ្ឋានរាជធានីភ្នំពេញគឺជាទីក្រុងនៃពណ៌បៃតងប្រកបដោយផាសុកភាពគាំទ្រនឹងចូលរួមយុទ្ធនាការបៃតងអាយដាមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានទើបសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានយកកូនឈើចំនួន100ដើមមានបេងនាងនួនច័ន្ទគិរីកកោះក្រោមការឧបត្ថម្ភដោយអាយដាមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមកដាំដែលស្ថិតនៅក្នុងបរិវេណវត្តជុំសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញដោយមានការចូលរួមពីលោកតាលោកយាយប្រសង់ដោយទឹកមុខសប្បាយចិត្តរីករាយចំពោះយុទ្ធនាការពន្លកបៃតងនៅរាជធានីភ្នំពេញសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមដាំនិងថែរក្សាការពារព្រៃឈើដើម្បីជាផលប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិនិងកូនចៅយើងជំនាន់ក្រោយ។